各位同学们，大家好，欢迎大家来到李老师的汉语课堂。马斯瓦公司上的社同学们干谈比赛真毛老师们到底来。我们上节课讲完第8课的语法，你将啊咖啡lực món là sơ ban ประโยชน์的东ជាមួយនឹងវិជ្ជាករ的ក្នុងមេរៀនទី8របស់យើងហើយ。那我们今天继续讲第8课的课文1，你将该能讲មកបន្ត课文1របស់យើង。好，那我们就开始读一下吧。这样เรายังจับตามอ่านจุ่มគ្នាតិចទៅ大家可以跟老师一起读一下。这个ยังอ่านจุ่ม老师吗呢？在教室，在教室。好，我们下午去看电影好吗？B， 今天下午我没有时间，明天下午再去吧。你想看什么电影 ？B， 让我想想再告诉你。好，我们来看一下这里啊，这里有想2个字，那这边呢别想จำนวน2ด那同学们要注意一点啊，这里的第2个想这样来别想ตรงนี้คืออัดមានសំឡេងណា想想យើងអានแบบ想想这个来នេះយើងអានធម្មតាសលេងទី3ចំណែកឯ后面យើងអត់អាន想ទេយើងអាន想想យើងអត់អានបែបហ្នឹងទេគឺយើងអាន想想បែបហ្នឹងគឺខាងក្រៅគឺជា轻声没有声调វាអត់មានសំឡេងទេគ្នាយើង好那我们来一起翻译一下啊在教室这យើងបកប្រែជាមួយគ្នាទៅពាក្យ在教室យើងប្រែថានៅថ្នាក់រៀន好在教室អូខេអញ្ចឹង A 问 B សួរទៅកាន់ B ថា我们下午去看电影好吗អញ្ចឹងពេលយើងពេលរសៀលឬក៏ពេលល្ងាចទៅមើលរឿងឬក៏ទៅមើលភាពយន្តឬក៏ទៅមើលគុន就ពេលទៀតយើងអាចប្រើបានច្រើនទៅមើលគុន这里是同学们看了一下啊这个地方我们用中文怎么说呢看电影的地方我们用中文怎么说អញ្ចឹងនៅក្នុងភាសាចិនកាទីកន្លែងដែលយើងសម្រាប់មើលរឿងមើលគុនគេហៅគេគ្នាយើងគេហៅ电影什么电影院是不是非常好电影院យើងប្រែថារោងគុនអញ្ចឹងទៅ好我来电影院看电影អញ្ចឹងទៅ好来看一下继续看这យើងមកបន្តទៀត我们下午去看电影好吗អញ្ចឹងពេលល្ងាចយើងទៅមើលគុនល្អអត់然后 B 他怎么说呢អញ្ចឹង B ក៏ឆ្លើយថាមិនតិចមើលតិចទៅ给他今天下午我没有时间明天下午再去吧អញ្ចឹងថ្ងៃហ្នឹងពេលល្ងាចខ្ញុំ没有时间没有空ខ្ញុំមានពេលទេឬក៏ខ្ញុំអត់ទំនេរទេ我很忙ខ្ញុំរវល់ណាស់ចឹងទៅ明天下午再去吧អញ្ចឹងចាំថ្ងៃណាថ្ងៃស្អែកពេលល្ងាចទៅអញ្ចឹងចាំយ៉ាងម៉េចចាំ再等一会吧ចាំតិចទៀតទៅអញ្ចឹង再等一会吧អញ្ចឹង明天下午再去吧អញ្ចឹងចាំថ្ងៃស្អែកពេលល្ងាចទៅ今天我没有时间明天再去吧然后 A 他又问 B 说ទៅកាន់ B ទៅថា你想看什么电影តើអ្នកចង់មើលភាពយន្តអីចង់មើលរឿងអីគេយើងនិយាយសួរសាប់តើអ្នកចង់មើលរឿងអីគេ然后 B 回答让我想想再告诉你ឲ្យខ្ញុំនឹកមើលតិចសិនចាំខ្ញុំប្រាប់អ្នក他先想一下ក៏រកមើលសិនរកនឹកសិន然后他想起来以后再告诉 A再告诉 A ចឹងដល់ពេលដែល B គាត់នឹកឃើញហើយគាត់នឹងប្រាប់ A 好这个词我们读告诉告诉我们读告诉សំឡេងទី4ទាំងអស់គ្នា告诉好老师用鼠标写不太好看老师能骂就是啥的可以好这课文1我们已经翻译完了大家应该没有什么问题吧应该没有什么问题好那我们继续看课文2អញ្ចឹងឥឡូវយើងមកបន្ត课文2របស់យើង来继续看课文1课文2老师នឹងជាប់មាត់ទេគ្នា好，来看一下课文2，在宿舍在宿舍。好，那同学们跟老师一起读一下课文2，你就可以按តាមជាមួយ老师的课文2របស់យើង在宿舍。外边天气很好，我们出去运动吧。B， 你等等我好吗？王老师让我给大卫打个电话。你等等我好吗？王老师让我给大卫打个电话。回来再打吧。找大卫有什么事情吗？然后 B， 听说大卫生病了或者听说大卫病了，他得病了，他生病了。我想找时间去看看他我想找时间去看看他。
好，那我们来一起翻译一下吧。这个它在宿舍在宿舍，这宿舍用ปลายทางไหน用ปลายทางไหนนะ可以，这是学生住的地方，属于学校的地方。这ទីកន្លែងរបស់សាលារៀនណាឃើញយើង宿舍គឺជាទីកន្លែងរបស់សាលារៀនសម្រាប់សិស្សស្នាក់នៅអញ្ចឹងអានេះគេហៅ宿舍ជាខ្មែរយើងប្រែថាម៉េចយើងប្រែថាដមឬក៏ភាសាខ្មែរពេញរបស់យើងគេហៅថាអន្តេនិវាសិកដ្ឋាននោះឃើញយើងសម្រាប់កន្លែងស្នាក់នៅរបស់សិស្ស这 A 它怎么说呢？给它外边天气很好，我们出去运动吧。អញ្ចឹងបានន័យថាខាងក្រៅអាកាសធាតុល្អណាស់ពួកយើង出去ចេញទៅក្រៅ运动បាទអញ្ចឹងទៅហាត់ប្រាណក្រៅតិចទៅអញ្ចឹងឲ្យ运动អានេះគឺជាទម្រង់របស់គេខ្ញុំគេថា A B A B ចឹងទៅ A B ចឹងទៅ A B ចឹงទៅ好来我们继续看B ចឹង B 它怎么说呢 B ក៏និយាយថាម៉េចគេយើងគេថា你等我你等我មកថាអ្នកចាំខ្ញុំបន្តិច等一下你等我一下等一下我ចាំខ្ញុំបន្តិចចាក់ឡើង等一下我等我一下ដូចតែគ្នាយើង但是一般中国人他习惯说គាត់ទម្លាប់និយាយពេលច្រើនទៅចឹងគាត់ត្រឹមនិយាយ等我一下ប៉ុន្តែបើសិនជាសួរតវេយ្យាករណ៍មួយណាត្រូវ你等一下我你等一下我អ្នកចាំខ្ញុំបន្តិចដូចតែអត្ថន័យដូចគ្នាប៉ុន្តែវេយ្យាករណ៍ដែលលសញ្ញាមិនត្រឹមត្រូវណាគ្នាយើង你等一下我应该แบบนั้นก็បាន你等我一下也可以这么说然后他怎么说呢好吗បានអត់អ្នកចាំខ្ញុំបន្តិចបានអត់ចុង王老师让我给大卫打个电话那王老师អញ្ចឹងអ្នកគ្រូវងឬក៏លោកគ្រូវងអញ្ចឹងទៅឲ្យខ្ញុំនេះឲ្យ B នេះ让 B នេះ给谁打电话给大卫是不是给大卫打个电话អញ្ចឹងបង老师គាត់ឲ្យខ្ញុំទេទូរស័ព្ទទៅកាន់大卫然后 A 说回来再打吧ចាំមកវិញចាំទេទៅចាំមកវិញចាំទេទៅ现在我们先出去运动吧回来再打吧ចឹងឥឡូវយើងទៅហាត់ប្រាណតិចសិនទៅចាំមកវិញចាំទេទៅអញ្ចឹងអានោះគឺគេនិយាយបែបហ្នឹងគេចឹង回来再打吧បានន័យថាចាំត្រឡប់មកវិញចាំទេតែឥឡូវហ្នឹងគាត់现在还不打មកថាឥឡូវហ្នឹងគឺអត់តាន់ទេទៅ现在还没打电话然后说找大卫有什么事情吗找大卫有什么事情吗តារកតាវៃមានកិច្ចការអ្វីមែនឬក៏តារកតាវៃមានរឿងអ្វីមែន然后 B 他说当 B ក៏និយាយថា听说大卫病了我想找时间去看看他ឮថាតាវៃគាត់生病了គាត់得病了គាត់ឈឺហើយគាត់生病了គាត់ឈឺហើយខ្ញុំចង់រកពេលទំនេរ先找时间去看看他ខ្ញុំចង់រកពេលទំនេរទៅមើលគាត់那你们看一下这张图片了这个មើលរូបនេះតិចទៅឃើញទេ这里是哪里呢同学们你们知道吗这个地方我们叫医院是不是非常好医院那这个人他是谁他是大卫是不是他是大卫他是大卫那他怎么了他为什么在这里睡呢没有គាត់在这里躺也可以没有គាត់សម្រាប់គេនៅទីនេះចឹងគ្នាយើង因为他怎么了他生病了非常好有同学回答对了这个យើងឆ្លើយត្រូវហើយ他生病了那生病的人我们用中文怎么说呢អញ្ចឹងម្នាក់មនុស្សដែលឈឺអញ្ចឹងភាសាចិនគេនិយាយថាម៉េចគេហៅគេហៅ病人对非常好病人我们យើងយកពាក្យពីរបូកជាមួយពាក្យរិនមួយទៀតទៅ病人ខ្ញុំចង់រកពេលទំនេរទៅមើលគាត់ខ្ញុំចង់រកពេលទំនេរទៅមើលគាត់អញ្ចឹងណា这位站在大卫的旁边他叫什么呢他是谁呢他是医生非常好他是医生非常好这个គឺជាគ្រូពេទ្យ OK 好那我们课文呢就已经讲完了大家应该没有什么问题吧有没有问题如果有问题的话可以在评论里面问老师这么在这边សំណួរឲ្យសួរ老师នៅក្នុង comment បាន好那今天的课我们就到这里结束我们下个视频见谢谢大家អញ្ចឹងអរគុណគ្នាយើងជួបគ្នានៅវីដេអូក្រោយទៀត